បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងក្នុងប្រទេសនិងនៅក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានបន្ទាប់ពីខ្ញុំបានរិះគន់នៅពាក្យរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលគាត់បាននិយាយថាហាមសួររឿងសង្គ្រាមហាមសួររឿងយុទ្ធជនដែលបានពលីហាមសួររឿងទឹកដីហាមសួររឿងថៃយកផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទុកទូនទីនេះឲ្យរដ្ឋាភិបាលជាអ្នកដោះស្រាយខ្ញុំចង់និយាយប្រាប់បងប្អូនថាអ្វីដែលខ្ញុំនិយាយរិះគន់ទៅរដ្ឋាភិបាលដោយសារតែរដ្ឋាភិបាលគាត់ពុំបាននិយាយពាក្យពិតហើយក៏គាត់ពុំបានដោះស្រាយនៅវិវាទដីធ្លីរវាងកម្ពុជាថៃដែលថៃបានរំលោភបំពានបាទគាត់បលាលុះយកភូមិព្រៃច័ន្ទហើយបានរំលោភយកប្រាសាទនានានិងភ្នំត្រប់ជាដើមក៏រដ្ឋាភិបាលពុំបាននិយាយពាក្យពិតតែងតែប្រភ្លឺនឹងកុហកប្រជាពលរដ្ឋជានិច្ចកាលមិនតែប៉ុណ្ណោះចន្លោះថ្ងៃទី26ដល់ថ្ងៃទី28នេះខាងភាគថៃគេថាដីដែលគេវាទីដល់ត្រឹមណារាវមានដល់ត្រឹមណាគេនឹងយកដល់ត្រឹមហ្នឹងហើយរាល់ដីដែលគេរាវមានបានគឺគេប្រាប់ទៅខាងអាមេរិកថាគឺជាដីរបស់ថៃហើយដីនោះគឺគេរាវមាននៅក្នុងដីគេហើយចង់សួរបងប្អូនថាចុះភូមិព្រៃច័ន្ទនេះជាភូមិរបស់ខ្មែរមានចការមានអីតំណាំបងប្អូនខ្មែរគាត់ធ្វើនេះហួចមានណាមកនៅនឹងហួយរដ្ឋាភិបាលយើងចំណាយប្រាក់5លានក្នុងការឧបត្ថម្ភជួយរាវមានដោះមានឲ្យថៃទៀតសួរថាថៃគេមករំលោភយកដីយើងហើយយើងទៅជួយដោះមានគេចំណាយលុយអស់5លានទៀតសួរថារដ្ឋាភិបាលធ្វើនេះត្រូវដែរឬទេទី1ហើយទី2វីដេអូដែលខ្ញុំបង្ហោះការពីម្សិលមិញដែលខ្ញុំបាននិយាយពីគុណទៅកាន់រដ្ឋាភិបាលហើយទាំងហត់ដោយសារខ្ញុំឡើងភ្នំនោះខ្ញុំបាននិយាយថាហេតុអ្វីបានរដ្ឋាភិបាលបិទសិទ្ធិប្រជាពលរដ្ឋមិនឲ្យសួរអំពីបញ្ហាព្រំដែនអំពីបញ្ហាគេយកដីអំពីបញ្ហាឈូសផ្ទះកំទេចផ្ទះនិងរំលោភពានដីធ្លីរបស់ប្រជាពលរដ្ឋនិងយោធាស្លាប់ចំនួនប្រមាណគាត់មិនឲ្យសួរទាំងអស់គាត់ថាហាមសួរចឹងសួរថាតើគេឲ្យលោកធ្វើជានាយករដ្ឋមន្ត្រីនេះគេឲ្យលោកមកគម្រាមកំហែងប្រជាពលរដ្ឋខ្លួនឯងឬក៏គេឲ្យលោកមកការពារទឹកដីកម្ពុជាបើសិនជាគេឲ្យលោកមកការពារទឹកដីកម្ពុជាលោកគួរណាស់តែខ្វាយខ្វល់ពីទឹកដីគួរណាតែការពារប្រជាពលរដ្ឋគួរណាតែរកដល់ដំណោះស្រាយការពារទឹកដីឲ្យពលរដ្ឋមិនមែនមកយកដីទៅឲ្យគេមកពាត់បន្លាលុះហើយពាត់ប្រាសាទយកភ្នំត្រប់ឲ្យអស់លីងហើយមកនិយាយថាស្ងៀមស្ងាត់ប្រជាពលរដ្ឋយំស្រែកឲ្យជួយបែរជាចាប់ដាក់គុកហើយពីម្សិលមិញនេះឃើញព័ត៌មានថៃគេផ្សាយហើយគេប្រកាសជាសាធារណៈគេថាខាងថៃគឺគេបានគោលដីចំនួន5ហិកតាទៅឲ្យប្រជាពលរដ្ឋគេកាន់កាប់ស្របច្បាប់នៅទឹកដីថៃដែលគេយកទឹកដីខ្មែរយើងដែលបានឈូសឆាយឲ្យស្អាតនោះប្រគល់ទៅឲ្យប្រជាពលរដ្ឋគេតើត្រង់នេះហើយដែលមិនប្រគល់ដីគេទៀតឬក៏យ៉ាងណាសួរលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនកាលពីថ្ងៃទី21ម្សិលមិញនេះបាទថ្មីនេះបាទគឺខាងថៃគេបានប្រគល់ដីចំនួន5ហិកតាទៅឲ្យខាងប្រជាជនថៃគេបាទហើយគេថាគេមិនចរចាទេចន្លោះថ្ងៃ21ដល់ថ្ងៃ28បើសិនជាកម្ពុជាមិនប្រគល់ដីឲ្យគេមិនព្រមដកតបថយមិនព្រមធ្វើតាមសំណើដែលគេចង់បានដូចជាប្រាសាទដូចជាអីជាដើមតើលោកហ៊ុនម៉ាណែតព្រមប្រគល់ប្រាសាទនិងដីដែលគេបានពាត់បន្លាលុះនោះទៅឲ្យភាគីថៃដើម្បីដោះដូរយកសន្តិភាពតើឬយ៉ាងណាបើសិនជាដោះដូរដីយកសន្តិភាពខ្ញុំក្នុងនាមជាពលរដ្ឋខ្មែរខ្ញុំថាសូមកុំដោះដូរក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរស៊ូស្លាប់ក៏មិនប្រគល់ដីខ្មែរទៅឲ្យអ្នកណាយកដែរតែហ៊ានយើងពលីបដូរជីវិតលះបង់ឈាមស្រស់សាច់ស្រស់គឺដើម្បីការពារបូរណភាពទឹកដីដើម្បីឲ្យបងប្អូនខ្មែរយើងបានមានទឹកដីរស់នៅបន្តដល់កូនដល់ចៅជំនាន់ក្រោយចុះបើលោកកាត់ឲ្យគេអស់សួរថាកូនខ្មែរជំនាន់ក្រោយទៅនៅណាហើយក៏លោកចង់ឲ្យខ្មែរនឹងដូចប្រទេសចម្ប៉ាបាទវីដេអូនេះសូមផ្ដាំផ្ញើទៅដល់ MMO ឲ្យអត់ខួរនាំគ្នាមកខមមិនខ្ញុំថាខ្ញុំចង់ល្បីខ្ញុំផុសវីដេអូដើម្បីរកលុយខ្ញុំចង់ប្រាប់អស់លោកថាខ្ញុំមិនមែនជាអ្នករកលុយតាម social media ដូចអស់លោកគិតទេអញ្ចឹងអស់លោកកុំមកគិតថាខ្ញុំរកលុយតាម social media បាទសូមអរគុណ